ប្រទេសជាតិមួយរីកចម្រើនរុងរឿងទៅបានអាស្រ័យទៅដោយគុណភាពនៃប្រជាជនក្នុងប្រទេសនោះប្រជាជនមានគុណភាពលុះត្រាតែប្រជាជនមានចំណេះដឹងដើម្បីឲ្យប្រជាជនមានចំណេះដឹងលុះត្រាតែពួកគេនាំគ្នាខិតខំប្រឹងរៀនសូត្រមធ្យោបាយនៃការរៀនសូត្រមានច្រើនរាប់មិនអស់តែមធ្យោបាយដ៏ល្អបំផុតគឺការអានដូច្នេះយើងគួរតែនាំគ្នាអានឲ្យបានច្រើនអានជាប្រចាំអានឲ្យដូចដែលយើងបរិភោគអាហារព្រោះការអាននាំឲ្យយើងរីកចម្រើនការលូតលាស់ឥតឈប់ឈរការអាននាំឲ្យយើងទទួលបានចំណេះដឹងគំនិតនិងប្រាជ្ញាដែលជារបស់ដ៏សំខាន់និងចាំបាច់បំផុតក្នុងជីវិតហើយវាគឺជាដើមទុនពិតប្រាកដនៃជីវិតវាគឺជាប្រភពនៃទ្រព្យសម្បត្តិពិតប្រាកដវាប្រៀបដូចជាអណ្ដូងរ៉ែមាសដែលមិនចេះរីងស្ងួតនៅក្នុងខ្លួនមនុស្សវាប្រៀបដូចជាធនធានមនុស្សឬក៏ជីវិតមនុស្សវាប្រៀបដូចជាម៉ាស៊ីនផលិតលុយមនុស្សដែលអានច្រើននឹងក្លាយទៅជាអ្នកដែលមាននៅថ្ងៃណាមួយហើយជាអ្នកមានដែលមានស្ថិរភាពទៀតផងដើម្បីបណ្ដោះស្មារតីនិងឧបនិស្ស័យឲ្យប្រជាជនយើងចូលចិត្តអាននិងចាប់ផ្ដើមអានកាន់តែច្រើនយើងគួរតែនាំគ្នាបង្កើតបណ្ណាល័យនៅផ្ទះគឺយ៉ាងហោចណាស់គ្រប់ផ្ទះគួរមានទូដាក់សៀវភៅអានមួយហើយចាប់ផ្ដើមសន្សំសៀវភៅដាក់ក្នុងទូនោះឲ្យបានច្រើនជាពិសេសឪពុកម្ដាយគួរតែចាប់ផ្ដើមធ្វើរឿងនេះគឺបង្កើតបណ្ណាល័យក្នុងផ្ទះនៅពេលដែលយើងមានបណ្ណាល័យឬទូសៀវភៅនៅផ្ទះហើយនោះគង់តែថ្ងៃណាមួយយើងនឹងអានពេលណាដែលយើងទំនេរយើងនឹងអានពេលណាដែលយើងអបសុខយើងនឹងអាននៅពេលណាដែលយើងជួបមានបញ្ហាយើងនឹងអាននៅពេលណាដែលយើងវាគង់តែបើកវាអានឬបើថាយើងខ្ជិលខ្លាំងឬរវល់ខ្លាំងរហូតគ្មានពេលអានទេគង់តែមានសមាជិកគ្រួសារណាមួយអានហើយនៅពេលដែលណាម្នាក់ចាប់ផ្ដើមអានវានឹងបណ្ដាលឲ្យចិត្តអ្នកផ្សេងទៀតឲ្យអានដែរយូរទៅនឹងមានអ្នកអានកាន់តែច្រើនជាទូទៅគេសង្កេតឃើញថាឪពុកម្ដាយតែងតែប្រដៅកូនឲ្យខំរៀនប៉ុន្តែខ្លួនឯងមិនដែលរៀនសោះកុំថាឡើយរៀនសំបីតែសៀវភៅមួយក្បាលនៅក្នុងផ្ទះក៏គ្មានផងបើដូច្នេះតើយើងអាចជំរុញដាស់តឿនឬបោកបញ្ឆោតឲ្យកូនរៀនយ៉ាងម៉េចទៅចង់ឲ្យកូនរៀនឪពុកម្ដាយគួរតែរៀនចង់ឲ្យកូនអានឪពុកម្ដាយគួរតែអានបើឪពុកម្ដាយមិនអានទេក៏គួរតែអានសៀវភៅឲ្យកូនអានហេតុដូច្នេះហើយបានជាយើងគួរតែមានបណ្ណាល័យឬទូដាក់សៀវភៅនៅផ្ទះមនុស្សគ្រប់រូបតែមានសេចក្តីខឹងក្រោធនិងភាពសាហាវឃោរឃៅនៅក្នុងខ្លួនដោយសារតែភាពឆោតល្ងង់និងអត្តចរិតនិស្ស័យអាក្រក់ពីកំណើតផងនិងបានមកដោយសារគេធ្វើឲ្យទាស់ចិត្តផងគេធ្វើមិនដូចចិត្តផងគេក្បត់ចិត្តផងគេបោកប្រាស់គេបំពានលើគេមូលបង្កាច់គេឆោបោកលួចឆក់ប្លន់យកទ្រព្យគេចាក់ចេញគេទាត់ចោលឬក៏គេធ្វើអាក្រក់ពេកក្រៃដោយប្រការផ្សេងជាច្រើនទៀតនៅពេលដែលសេចក្តីខឹងក្រោធកាចសាហាវចូលមកសន្ធិដ្ឋនៅក្នុងខ្លួនហើយនោះវាធ្វើឲ្យជីវិតគ្មានសេចក្តីសុខសប្បាយរីករាយសោះវាតែងតែបង្កនៅរឿងរ៉ាវរឿងអាក្រក់សេចក្តីវិនាសអន្តរាយដែលធ្វើឲ្យយើងឈឺចុកចាប់ពើផ្សាអួលណែនអរ៉ាគ្មានពេលហែលហើយជីវិតនៅត្រូវតែឃុំក្រងដោយការខឹងក្រោធគឺជីវិតឆោតល្ងង់ប្រៀបដូចជាក្នុងផ្ទះមិនរស់នៅបែរជាទៅរស់នៅក្នុងអន្លង់លូដ៏ជ្រៅដែលពោពេញទៅដោយសេចក្តីទុក្ខនិងកង្វល់កំហឹងខឹងក្រោធកាយសាហាវនេះវាមិនមែនត្រឹមតែបង្កទុក្ខទោសការឈឺចាប់សេចក្តីអន្តរាយវិនាសសកម្មចំពោះខ្លួនឯងប៉ុណ្ណោះទេបើវាកើតចំពោះបុគ្គលណាហើយវាធ្វើឲ្យសាច់ញាតិក្រុមគ្រួសារមនុស្សជាទីស្រឡាញ់សង្គមជាតិទាំងមូលជួបហានិភ័យនិងគ្រោះចង្រៃអាស្រ័យហេតុនេះហើយទើបខ្ញុំសរសេរនេះឡើងដើម្បីចែករំលែកនៅរឿងរ៉ាវហេតុផលមួយចំនួនដែលអាចធ្វើឲ្យលោកអ្នកបានធូរស្បើយក្នុងអារម្មណ៍ខ្ញុំនឹងប្រាប់ពីវិធីពង្លត់ភ្លើងកំហឹងនិងសង្កត់សេចក្តីក្រោធឆេវឆាវកាយសាហាវឲ្យត្រឡប់ទៅរកភាពស្ងប់ស្ងៀមដើម្បីសន្សំសេចក្តីសុខនិងបង្កើតភាពស្រស់បំព្រងស្រស់ស្រាយសប្បាយរីករាយក្នុងជីវិតឡើងវិញវាអាចជួយកែប្រែអត្តចរិតកោងកាចសាហាវខូខើឲ្យទៅជាស្លូតបូតសុភាពរាបសារវិញវានឹងជួយឃុំឃាំងនៅការសងសឹកការចងគំនុំគុំគួនការចងពៀក
ឲ្យទៅជាការសន្តោសប្រោះប្រណីខន្តីមេត្តាឧបេក្ខានិងលើកលែងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកនិងរួមគ្នាកសាងសន្តិភាពបង្កើតសេចក្តីសុខរៀងៗខ្លួនចំណែកមនុស្សប្រព្រឹត្តកំហុសធ្ងន់ធ្ងរដែលមិនអាចលើកលែងបានយើងមានវិធីសាស្ត្រសង្សឹកដាក់ទោសដោយសន្តិវិធីសូមអស់លោកអ្នកនិងត្រិះរិះពិចារណានៅហេតុផលនិងអត្តន័យខ្លឹមសារនៅក្នុងសៀវភៅនេះតាមសម្រួលនិងតាមការគួរទៅចោះសូមលោកអ្នកប្រកបដោយសេចក្តីសុខសប្បាយរីករាយនិងជោគជ័យក្នុងជីវិតតាមសេចក្តីប្រាថ្នារៀងៗខ្លួន